Dục trò chuyện buông ngữ tai mê ai. Ok, số đây sẽ là tiêu chuẩn ở kia. Để xa lời ní rồi đây cái đại bao nhiêu mà tập lọp mà vui nhảy hay tam dạ ca sản kết bậc nhóm cư mà sao mình cư ca sẽ cái đại bên tên. Chẳng ngàyนี้គឺយើងមានផលិតផលថ្មីគឺជាប្រភេទតង្ហាលដែលអាចសាកថ្មបានហើយស្តុកភ្លើងនៅខាងក្នុងហ្នឹងដែលបងប្អូនអាចប្រើសម្រាប់នៅពេលដែលបងប្អូនដាច់ភ្លើងលក្ខណៈពិសេសនៃប្រភេទតង្ហាលស៊េរីថ្មីនេះគឺជាប្រភេទតង្ហាលចំហាយទឹកដែលបងប្អូនពេលដែលបងប្អូនដាច់ភ្លើងបងប្អូនអាចប្រើមុខងារអាគុយស្តុកភ្លើងរបស់វាជាមួយនឹងមុខងារតង្ហាលហោះចំហាយទឹករបស់វាផងនៅក្នុងពេលដំណើរគ្នាបានតែម្ដងដោយមិនបារម្ភពីរឿងដូចថាភាគច្រើនតង្ហាលដែលយើងតែងតែឃើញគឺពេលដែលយើងអស់ដាច់ភ្លើងតែយើងដាច់ភ្លើងគឺយើងប្រើបានតែតង្ហាលទេអាមុខងារចំហាយទឹករបស់វាគឺយើងប្រើបានទេដោយឡែកសម្រាប់តង្ហាល MS 8 ដងជាផលិតផល Monster Sound ស៊េរី2025នេះគឺជាប្រភេទតង្ហាលមួយដែលបងប្អូនអាចសាកជាមួយនឹងភ្លើងរត់ក៏បាននៅពេលដែលបងប្អូនមានភ្លើងបងប្អូនអាចសាកជាមួយនឹងផ្ទាំងសូឡាក៏បានដែរតោះអូនលើកបង្ហាញគេមកមុខកង្ហាលមកឈរមុខកង្ហាលអត់ទេអូខេដល់ស្ងៀមហ្នឹងនេះគឺជាផ្ទាំងសូឡាដែលបងប្អូនអាចប្រើយកមកសាកជាមួយនឹងតង្ហាលនឹងបានសម្រាប់ចំនួនទី1គឺយើងសាកបានតែភ្លើងរត់របស់យើង220ទេប៉ុន្តែឥឡូវនេះសម្រាប់ចំនួនទី2នេះគឺយើងអាប់ដេតសាកបានទាំងផ្ទាំងសូឡាមកជាមួយផងអញ្ចឹងមានន័យថាបងប្អូននៅកន្លែងទីចំការកន្លែងដាច់ស្រយាលឲ្យតែមានពន្លឺថ្ងៃគឺបងប្អូនអាចសាកជាមួយនឹងតង្ហាលនឹងបានតែម្ដងហើយអ្វីដែលពិសេសមួយទៀតគឺយើងបានអាប់ដេតទៅលើទំហំអាគុយអំពែរបស់វា1/2មានន័យថាបងប្អូនដែលប្រើចំនួនទី1គឺនៅពេលដែលគាត់បើកលេខកណ្ដាលគឺគាត់អាចប្រើចន្លោះពី2ម៉ោងកន្លះទៅ3ម៉ោងអានេះអាចប្រើពី4ម៉ោងកន្លះទៅ5ម៉ោងអញ្ចឹងលេខ speed របស់វាមានរហូតដល់9លេខអញ្ចឹងបើសិនជាបងប្អូនបើកលេខកណ្ដាលបងប្អូនអាចប្រើបានចន្លោះប៉ុណ្ណឹងពីព្រោះអំពែអាគុយរបស់វាសម្រាប់ version ទី2នេះគឺយើងអាប់ដេត1/2បើប្រៀបធៀបជាមួយនឹងចំនួនទី1ហើយលក្ខណៈពិសេសវាមួយទៀតវាគឺជាតង្ហាលដែលបងប្អូនអាចប្រើមុខងារចំហាយទឹករបស់វាតែម្ដងតោះអូនដាក់ចុះអញ្ចឹងឥឡូវយើងនឹងបង្ហាញថាតើតង្ហាលរបស់យើងរបៀបនៅក្នុងការប្រើប្រាស់យ៉ាងម៉េចសម្រាប់អានេះនៅពេលដែលបងប្អូនចង់ប្រើប្រាស់គឺបងប្អូនអាចចាក់ទឹកអូនយកទឹកមកអញ្ចឹងបងប្អូនមើលវីដេអូនេះគឺបងប្អូននឹងដឹងពីរបៀបនៅក្នុងការប្រើប្រាស់អញ្ចឹងអានេះគឺជាតង្ហាលចំហាយទឹករបៀបនៅក្នុងការដកមួយយឺតអូខេហ្នឹងអញ្ចឹងអូនចាក់ទឹកបង្ហាញគេមកខាងមុខតិចមកខាងនេះតិចមកយេអញ្ចឹងបងប្អូនមើលពីរបៀបនៅក្នុងការចាក់ទឹកគឺបងប្អូនដោះអាធុងទឹករបស់វាហ្នឹងគឺបងប្អូនផ្កាត់ចុះក្រោមហើយបងប្អូនចាក់ពីផ្នែកខាងក្រោមទៅនេះហើយចំណុះរបស់វានេះគឺបងប្អូនអាចដាក់បាន2លីត្រទៅ2លីត្រកន្លះចន្លោះប៉ុណ្ណឹងអានេះគឺកណ្ដុងទឹករបស់យើងគឺ1លីត្រកន្លះអញ្ចឹងយើងចាក់ទៅយើងចាក់មកពេញកណ្ដុងហ្នឹងទៅហើយយើងអាចប្រើចំហាយទឹករបស់វាបានហើយអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញថាគេចាក់ទឹករបៀបម៉េចអីរបៀបម៉េចអូខេមើលបងបើកភ្លឺតិចច្បាស់តិចអូខេនេះមិនច្បាស់អូខេតោះបន្ទាប់ពីយើងចាក់ទឹកហើយយើងដាក់ផ្កាប់វាចូលក្នុងធុងរបស់វាវិញទៅហើយយើងសោកសយោវាចូលឲ្យត្រូវញ៉ាំបងប្អូនដាក់ឲ្យត្រូវញ៉ាំរបស់វាផងមើលញ៉ាំវាត្រូវអឹបអូខេហើយយើងដាក់សយោមកនេះឥឡូវទឹកចេញពី reservoir របស់វាធ្លាក់ចូលទៅក្នុង motor របស់វាហើយអ
ចឹងរបៀបនៅក្នុងការប្រើទី1គឺបងប្អូនយកទៅសម្រាប់ដង្ហាលថ្មីនេះគឺបងប្អូនសាកមកពេញរបស់វាសិនទៅបងប្អូនសាកមកពេញហ្នឹងគឺ4ម៉ោង4ម៉ោងគឺបងប្អូនសាកពេញហើយបងប្អូនអាចសាកជាមួយនឹងភ្លើងរត់ក៏បានអូនបង្ហាញគេពេលយើងសាកភ្លើងរត់យើងត្រូវដោតរបៀបមិនខ្លះអូនបង្ហាញគេតិចអញ្ចឹងយើងប្រវាយបាននៅចំហៀងរបស់វានេះគឺមានរុនឲ្យយើងដោតជាមួយនឹងភ្លើងរត់បើសិនជាបងប្អូននៅតំបន់ណាដែលមានភ្លើងគឺបងប្អូនអាចសាកជាមួយនឹងភ្លើងរត់ក៏បានបងប្អូនអាចសាកជាមួយនឹងសូឡាក៏បានឥឡូវនេះខ្ញុំបង្ហាញពីរបៀបនៅក្នុងការសាកភ្លើងហ្នឹងចានេះយើងដោតភ្លើងតោះអូនដោតភ្លើងតិចមកដោតជាមួយនឹងព្រីយើងតិចមកហើយបាយអេក្រង់មកផងដើម្បីឲ្យគេឃើញអូខេអញ្ចឹងនៅពេលដែលបងប្អូនសាកភ្លើងរត់នេះឃើញវាមានលោត LED ដូចជាទូរស័ព្ទដៃរបស់យើងអញ្ចឹងនេះដូចបងខ្ញុំច្អល់ហ្នឹងអញ្ចឹងនៅពេលដែលវាពេញគឺអេក្រង់ LED របស់វា4កាំហ្នឹងគឺពេញទាំងអស់ហើយអត់លុតប្រផ្លេតទៀតទេអញ្ចឹងមានន័យថាបងប្អូនសាកថ្មនៅខាងក្នុងហ្នឹងសម្រាប់សង្កួតនៅពេលដាច់ភ្លើងហ្នឹងមកពេញរបស់វាហើយអញ្ចឹងបានថាបងប្អូនអាចសាកដោយភ្លើងរត់ AC 220អញ្ចឹងក៏បានឬក៏បងប្អូនអាចសាកជាមួយនឹងផ្ទាំងសូឡារបស់វាក៏បានតោះអូនបង្ហាញរបៀបសាកផ្ទាំងសូឡាឲ្យភ្ញៀវគាត់ឃើញតិចនេះគឺផ្ទាំងសូឡាហើយផ្ទាំងសូឡារបស់វាធំនេះអូនបង្ហាញផ្ទាំងសូឡាឲ្យគេតិចមកអូនកាន់តិចយេឃើញធំមិនផ្ទាំងសូឡាទូចទេណាផ្ទាំងសូឡាធំហ្មងអញ្ចឹង series version ទី2នេះគឺគេបានបន្ថែមជាមួយនឹងផ្ទាំងសូឡាមួយសម្រាប់បងប្អូនសាកនៅពេលដែលបងប្អូនដាច់ភ្លើងអញ្ចឹងមានន័យថាបងប្អូនដែលនៅចំការនៅតាមវាលស្រែណាក៏ដោយក៏អាចសាកជាមួយនឹងដង្ហាលនឹងបានដែរអញ្ចឹងមិនប្រើអាំងបទ័រផ្សេងអាគុយផ្សេងអីមិនទេនាំទៅអស់លុយទេគឺបានន័យថាបងប្អូនទិញអានេះតាមមួយឈុតបងប្អូនយកទៅដាក់ហាវាទៅគឺសាកតែម្ដងតែមានពលឺថ្ងៃអញ្ចឹងអត់មានត្រូវទិញអាំងបទ័រទិញអាគុយដូចដង្ហាលដែលបងប្អូនធ្លាប់ឃើញកន្លងមកនៅតាម Facebook គឺអត់ទេនេះគឺជាស៊េរីថ្មីស៊េរី2025របស់ផលិតផល Monster Sound របស់យើងដែលវាស័ក្តិសមជាងគេនៅពេលអាកាសធាតុក្តៅហើយបងប្អូនដែលគាត់ដាច់ភ្លើងញឹកញាប់ហើយកន្លែងណាដែលអត់មានភ្លើងរត់ទៅដល់គឺប្រើអានេះគឺស័ក្តិសមបំផុតអញ្ចឹងសម្រាប់ជាកាដូសម្រាប់មនុស្សដែលយើងស្រឡាញ់សម្រាប់បងដែលគាត់ចង់បានដង្ហាលនេះខ្ញុំគិតថាតម្លៃវាមួយឈុតតែ130ទេគឺយើងបន្ថែមជាមួយនឹងផ្ទាំងសូឡាឲ្យមួយផ្ទាំងទៀតហើយសូមបញ្ជាក់ថាសម្រាប់ផ្ទាំងសូឡានេះតម្លៃរបស់វាក្នុងមួយផ្ទាំងនេះគឺ$15ប៉ុន្តែបងទិញនៅក្នុងឱកាសនេះគឺខាងក្រុមហ៊ុនគាត់ free ផ្ទាំងសូឡាឲ្យបងប្អូនមួយផ្ទាំងទៀតអូនបង្ហាញ sticker នៅខាងក្រោយផ្ទាំងសូឡាតិចហើយសូមបញ្ជាក់ថាផ្ទាំងសូឡានេះគឺជាផ្ទាំងសូឡាដែលចេញពីប្រភពនៃការផលិតបានថាចេញពីរោងចក្រផលិតដង្ហាលនឹងតែម្ដងគឺវាត្រូវអំពែត្រូវវ៉ុលរបស់វាតើខ្ញុំសូមតម្លាក់ភ្លឺទៀតឲ្យបងប្អូនមើលបន្តិចនេះនៅបងប្អូនមើលឃើញអត់វាទូចពេកអសទូចពេកនេះខិតមកមុខតិចមើលអូខេនៅស្ងៀមទៅក្រោយតិចវិញទៅក្រោយតិចអូខេប៉ុណ្ណឹងបាននេះខ្ញុំសូមស៊ូមឲ្យមើលតិចនេះគឺជាផ្ទាំងសូឡារបស់វាដែលវាមានទំហំនេះអូខេគេដាក់ model របស់វាមក MM8 ដងនេះ maximum power output 30W ហើយឡែកនេះគេដាក់ voltage 15V maximum power current 2A អញ្ចឹងគេនៅនេះគឺមាន spec របស់គេនៅនឹងតែម្ដងហើយនេះគឺជា solar ដែលគេសម្រាប់តម្រូវសាកជាមួយនឹងដង្ហាលតែម្ដងតោះអូនបង្ហាញគេតិចថាតើពេលដែលយើងដាក់សាកជាមួយនឹងផ្ទាំង solar យើងត្រូវធ្វើមិនខ្លះអញ្ចឹងនេះគឺបងប្អូនខ្ញុំគាត់បង្ហាញនៅខាងក្រោយវាមានឌុយមួយសម្រាប់បងប្អូនភ្ជាប់ជាមួយនឹង solar អញ្ចឹងដោតអូនដោតឲ្យគេមើលតិចមើលលាតទៅលាតអានេះវិញតិចមើលអញ្ចឹងសម្រាប់បងដែលទិញជូនមនុស្សដែលយើងស្រឡាញ់សម្រាប់បងលោកអ៊ំលោកតាលោកយាយដែលគាត់នៅទីដាច់ស្រយាលមិនមានភ្លើងទៅដល់សម្រាប់បរិយខ្លះដែលគាត់អាសាដាច់ភ្លើងអញ្ចឹងប្រើនេះគឺងាយស្រួលមានកូនទូចអីហ្នឹងគឺងាយស្រួលនៅបន្ទប់ជួលអីហ្នឹងយើងអត់សូវមានថវិកាប្រើម៉ាស៊ីនចាក់ចល័តដូចគេទេអញ្ចឹងយើងអាចប្រើអញ្ចឹងបាននេះអញ្ចឹងអាផ្ទាំងសូឡានេះបងប្អូនគ្រាន់តែយកទៅកន្លែងណាដាក់លើដំបូលឬកន្លែងណាដែលមានពលឺព្រះអាទិត្យទៅគឺវាសាកតែម្ដងអញ្ចឹងបងប្អូនអត់បារម្ភទៀតទេអញ្ចឹងសម្រាប់ការជាវទៅលើដង្ហាល MS8 3ដងនេះតម្លៃរបស់វាមួយឈុត$130យើង free បងប្អូនទិញនៅក្នុងឱកាសនេះគឺយើង free ផ្ទាំងសូឡាឲ្យមួយផ្ទាំងដែលមានតម្លៃ$15អញ្ចឹងសម្រាប់បងអាកាសធាតុខែក្តៅនេះគឺបងអាចទិញដង្ហាលនេះបានតោះអូនដកផ្ទាំងសូឡាចេញអញ្ចឹងខ្ញុំនឹងបង្ហាញថាតើពេលដែលយើងប្រើរបៀបមិនខ្លះអូខេអញ្ចឹងនៅពេលដែលបងប្អូនចង់ប្រើអាគុយស្តុកនៅខាងក្នុងហ្នឹងតើបងប្អូនត្រូវធ្វើអីខ្លះអញ្ចឹងពេលនេះគឺយើងនឹងបង្ហាញអញ្ចឹងទី1បងប្អូនកាច់កុងតាក់នៅផ្នែកខាងក្រោយនេះអូនប្រហែលនេះធ្វើម៉េចសេរីចំកាមេរ៉ាអូនខិតទៅមកបន្តិចយេនេះយើងកាច់អាកុងតាក់នៅខាងក្រោយហ្នឹងមកយើងកាច់
វាមានលេខ0និងលេខ1យើងកាច់មកលេខ1ដើម្បីយើងប្រើអាគុយស្តុកនៅខាងក្នុងដង្ហាលនឹងតែម្ដងតោះបបាយវិញអូខេអញ្ចឹងយើងបើកកុងតាក់យើងបើកតោះយើងចុចកដាលមួយអញ្ចឹងកម្មាបងស្រួលឲ្យគេឃើញច្បាស់យេហ្នឹងអញ្ចឹងមិនច្បាស់អញ្ចឹងនៅពេលដែលបងប្អូនប្រើនេះបងប្អូនឃើញកម្ម LED របស់វាអញ្ចឹងបានថាអាគុយវាពេញឃើញមាន1 2 3 4អញ្ចឹងបានថ្មនេះគឺពេញនេះអញ្ចឹងដង្ហាលថ្មីបងប្អូនយកទៅគឺបងប្អូនត្រូវសាក់4ម៉ោងសិនរកការទិញដង្ហាលថ្មីគឺបងប្អូនត្រូវសាក់4ម៉ោងអញ្ចឹងរបៀបនៅក្នុងការប្រើគឺបងប្អូនចែកកដាលនេះមួយកុងតាក់ power វាអូខេអានេះគឺដង្ហាលអញ្ចឹងមកប្លុកនេះមានដកលោកដង្ហាលហ្នឹងគឺបានថាបងប្អូនបើកឲ្យវាដំណើរការមុខងារដង្ហាលរបស់វាហើយលេខដង្ហាលរបស់វាគឺមានរហូតដល់9លេខឃើញទេមានរហូតដល់លេខ9លេខនេះលេខ1ដល់លេខ9ហើយនៅពេលដែលបងប្អូនចង់ប្រើមុខងារចំហាយទឹករបស់វាគឺបងប្អូនចុចប៊ូតុងកដាលនេះនៅខាងលើនេះមាន3ប៊ូតុងចាំបងប្អូនចុចប៊ូតុងកដាលនេះមួយបងប្អូនចុចបូកនេះមកគឺចំហាយទឹកចំហាយច្រើនគឺនៅលើហ្នឹងយើងចុចទៅវាចេញចំហាយឲ្យវាបូមសិនអូខេហើយលក្ខណៈពិសេសនៅដង្ហាលហ្នឹងទោះបីជាបងប្អូនប្រើអាគុយរបស់វាក៏ចំហាយទឹករបស់វាដំណើរការដែរតោះខ្ញុំស៊ូមកចិត្តអូនទីនេះក្រោយតិចនេះទីនេះប្រឆាំនេះអូខេអ្នកឃើញទេដោយសារភ្លើងខ្ញុំបាញ់នៅក្នុងស្ទូឌីយោវាពណ៌សចាំបងប្អូនសូវឃើញទេអញ្ចឹងលក្ខណៈពិសេសនៅដង្ហាលនេះទោះបីជាបងប្អូនប្រើអាគុយស្តុកនៅខាងក្នុងហ្នឹងក៏បងប្អូនអាចប្រើមុខងារចំហាយទឹករបស់វាបានដែរដែលវាខុសប្លែកពីដង្ហាលសាកថ្មដតីដែលបងប្អូនធ្លាប់ឃើញគឺនៅពេលដែលវាដាច់ភ្លើងបងប្អូនប្រើអាគុយស្តុកនៅខាងក្នុងដង្ហាលគឺបងប្អូនប្រើតែបានតែមុខងារដង្ហាលទេដោយឡែកសម្រាប់ដង្ហាល MF 8 3ដងនេះគឺបងប្អូនអាចប្រើបានទាំងមុខងារចំហាយទឹករបស់វានៅក្នុងពេលដែលបងប្អូនប្រើអាគុយស្តុកហ្នឹងតែម្ដងតើអូនសេរីរេទីមកកាច់នៅខាងលើរេទីមកយេអានេះគឺខ្ញុំប្រើអាគុយរបស់វាតែម្ដងខ្ញុំមិនមានតន់ដោតភ្លើងអីទាំងអស់គឺខ្ញុំប្រើមុខងារអាគុយរបស់វាតែម្ដងហើយសូមបញ្ជាក់ថាសម្រាប់ចំនួនទី1ហើយនឹងចំនួនទី2នេះចំនួនទី2នេះយើងបានអាប់ដេតអំពីអង្គុយនៅខាងក្នុងហ្នឹងឲ្យវាកាន់ថ្មបាន1 គុណ 7បើសិនជាយើងប្រៀបធៀបជាមួយនឹងចំនួនទី1ហើយយើងបានបន្ថែមផ្ទាំងសូឡាមួយសម្រាប់បងដែលរស់នៅទីដាច់ស្រយាលបងដែលនៅបរិយាសាស្ត្រដាច់ភ្លើងនៅជាយក្រុងអីហ្នឹងគឺប្រើអានេះគឺសាកសមបំផុតហើយស៊ីភ្លើងតិចបំផុតហើយបើសិនជាយើងសាកពលឺព្រះអាទិត្យទៀតគឺអត់មានអស់ភ្លើងអីទេដាក់ទៅនៅដំបូលកន្លែងណាដែលមានពលឺទៅគឺវាសាកអូតូហើយដោតភ្លើងភ្ជាប់ជាមួយនឹងដង្ហាលដូចអ្វីដែលខ្ញុំបានបង្ហាញនៅផ្នែកខាងក្រោយនោះមកហើយវាភ្ជាប់មកជាមួយនឹងតេឡេមួយទៀតអូនបង្ហាញតេឡេគេបន្តិចអញ្ចឹងបងនៅពីនៅបាច់ងើបចុះងើបឡើងក្នុងការបញ្ជាទេគឺបងប្អូនអាចបញ្ជាតេឡេពីចម្ងាយនេះបាននេះអញ្ចឹងសម្រាប់ដង្ហាល MF 8 3ដងសម្រាប់ផលិតផល2025នេះវាគឺជាផលិតផលមួយដែលស័ក្តិសមជាងគេសម្រាប់បងប្រើនៅពេលដាច់ភ្លើងបងនៅជាយក្រុងដែលមិនអាសាដាច់ភ្លើងញាត់គឺប្រើនេះស្រួលព្រោះយើងមានកូនទូចមានម៉ាក់ប៉ាចាស់នៅផ្ទះគឺយើងទិញជាកាដូសម្រាប់មនុស្សដែលយើងស្រឡាញ់ហើយតម្លៃរបស់វាត្រឹមតែ$130ទេនោះបងប្អូននឹងបានផ្ទាំងសូឡាមួយដែលគេបន្ថែមជាកម្មវិធី promotion ជូនបងប្អូនតែម្ដងអញ្ចឹងសម្រាប់ដង្ហាលនេះលក្ខណៈពិសេសបងប្អូនអាចប្លូតឡើងចុះបានតើអូនបិទដង្ហាលសិនហើយប្លូតឡើងចុះគេមើលតិចហ្នឹងអញ្ចឹងបងប្អូនអាចប្លូតឡើងចុះចង់បានកម្ពស់ណាក៏បានដែរអាស្រ័យទៅលើការអូនប្រវាយមកបន្តិចមកដើម្បីគេឃើញថាគេប្លូតមិនអីមិនប្រវាយខាងក្រោយណាយេហ្នឹងអញ្ចឹងនេះបងប្អូនស្រឡាញ់កម្ពស់ប៉ុណ្ណាបងប្អូនអាចប្លូតទៅឡើងចុះបាននេះអូខេឡើងវិញមកតឡើងបានខ្ពស់អាហ្នឹងតឡើងបានរហូតទៅដល់កម្ពស់វាដល់1.6 1.7ខ្ពស់ឃើញទេអញ្ចឹងយើងប្លូតចុះឡើងចុះបានហើយខាងក្នុងនេះគឺអង្គុយនេះអង្គុយរបស់វានៅខាងក្រោយនេះអញ្ចឹងនៅពេលដែលយើងប្រើយើងគ្រាន់តែចុចបើយើងតែយើងប្រើភ្លើងធម្មតាគឺយើងកាច់កន្លែងនេះអនបានថាវាមានលេខ0និងលេខ1ហើយកុងតាក់វានេះវាមានលេខ0និងលេខ1អញ្ចឹងបើសិនជាបងប្អូនប្រើភ្លើងបដាបានថាអត់ប្រើអង្គុយនៅខាងក្នុងហ្នឹងទេបងប្អូនកាច់មកលេខ0មកដោតភ្លើងទៅប្រើទៅប៉ុន្តែបើបងប្អូនចង់ប្រើអង្គុយដែលស្តុកនៅក្នុងម៉ាស៊ីនហ្នឹងបងប្អូនកាច់ចុះក្រោមមកលេខ1មកនោះបងប្អូននឹងប្រើអង្គុយស្តុកនៅខាងក្នុងហ្នឹងអញ្ចឹងយើងអាចប្រើបានដោយមិនចាំបាច់មានភ្លើងរត់អញ្ចឹងយើងគ្រាន់តែចុចចឹងមកនេះចុចតាកដាលនេះមួយចុចរូបដង្ហាលហើយអានេះគឺចំហាយទឹកយើងចាំបើកមុខនេះចំហាយទឹកចុចកដាលនោះមួយដូចគ្នាឲ្យបញ្ចេញភ្លើងពណ៌បៃតងនេះមកហើយនេះគឺចំហាយទឹកខ្លាំងខ្សោយគឺមានបុកដករបស់វាហើយសម្រាប់លក្ខណៈពិសេសរបស់វាដង្ហាលនេះមានរហូតដល់9លេខមិនមាន3លេខដូចជាដង្ហាលទូទៅរបស់យើងទេមានរហូតដល់9លេខនោះគឺជាលក្ខណៈពិសេសរបស់វាអញ្ចឹងសម្រាប់បងដែលគាត់ចង់បានដង្ហាលមួយដែលស៊ីភ្លើងតិចអាចសាកជាមួយនឹងភ្លើងរត់ក៏បានអាចសាកជាមួយនឹងពន្លឺព្រះអាទិត្យក៏បាន
cứ bong bóng ai chơi rơi do tầng hai MF 8 đón đại chiផលិតផល2025របស់មុនសិនសោនេះបានហើយតម្លៃរបស់វាមួយឈុតត្រឹមតែ$130ទេបងប្អូននឹងទទួលបាននៅផ្ទាំងសូឡាមួយផ្ទាំងទៀតហើយផ្ទាំងសូឡានោះបើសិនជាយើងទិញនៅខាងក្រៅគឺតម្លៃ$15ផ្ទាំងសូឡានោះធំអូនកាន់ផ្ទាំងសូឡាតិចបាទនេះធំអូនកាន់ដាក់ទឹមខ្លួនអូនទៅមកគេដឹងថាប៉ុណ្ណាតែចូលនោះអូខេឃើញទេផ្ទាំងសូឡានេះធំទៀតណាមិនមែនអាទូចណាផ្ទាំងសូឡាធំអញ្ចឹងឆាប់សាក់លឿនពួកយើងដាក់ផ្ទាំងសូឡាដែលមានទំហំធំអញ្ចឹងវាសាក់លឿនហើយបងប្អូនមើលបងប្អូនខ្ញុំគាត់កាន់នេះมันจะហៀងខ្លួនគាត់នេះប៉ុណ្ណានេះឃើញទេធំផ្ទាំងសូឡាគឺធំមែនទែនអញ្ចឹងអានេះបើសិនជាយើងសំចៃភ្លើងអីមិនចង់អស់ភ្លើងច្រើនទេពេលមានពលឺថ្ងៃដាក់ចោលទៅសាក់ចោលទៅសាក់មកពេញទៅយកមកប្រើមកពេលដាច់ភ្លើងពេលអីហ្នឹងអញ្ចឹងវាសំចៃភ្លើងយើងផងអញ្ចឹងនេះគឺជាលក្ខណៈពិសេសនៃដង្ហារចំហាយទឹកស៊េរី2025របស់យើងដែលបងនៅបន្ទប់ជួលក៏អញ្ចឹងដែរព្រោះធម្មតាគាត់នៅបន្ទប់ជួលអញ្ចឹងទៅថ្លៃភ្លើងគីឡូភ្លើងថ្លៃណាព្រោះម្ចាស់បន្ទប់អីជួនកាលគាត់ make up បានថាយកមកតង់ទៀតភ្លើងអញ្ចឹងវាតែចំណាយខ្ពស់អញ្ចឹងគាត់ប្រើនេះគឺសំចៃច្រើនឲ្យតែមានពលឺព្រះអាទិត្យអូនកាន់ត្រង់ឲ្យតែមានពលឺព្រះអាទិត្យគឺសាកទៅដល់ពេលយប់ឡើងយើងប្រើអាគុយទៅហើយអាគុយរបស់វាគឺយើងដាក់អំពែធំទៀតបើប្រៀបធៀបជាមួយនឹងចំនួនទី1គឺអានេះ1x2ដាក់អាថ្មអំពែធំហ្មងដើម្បីឲ្យបងប្អូនប្រើបានយូរអញ្ចឹងណាអញ្ចឹងសម្រាប់បងដែលមានបញ្ហាអូនដាក់ចុះទៅដាក់ក្រោយទៅសម្រាប់បងដែលគាត់ត្រូវការដង្ហារចំហាយទឹកសម្រាប់រដូវកាលក្តៅនេះគឺអាចកំងដង្ហារចំហាយទឹកស៊េរី2025 model MF 8 ដងនេះគឺជាផលិតផលមួយស៊េរីចុងក្រោយគេតែម្ដងហើយជាផលិតផលរបស់ថៃអញ្ចឹងការបង្ហាញរបស់ខ្ញុំហើយរបៀបក្នុងការតម្លើងសម្រាប់បងនៅតាមបណ្ដាខេត្តព្រោះយើងអាចផ្ញើទាំងមូលអញ្ចឹងឲ្យវាងាយបាក់បែកអញ្ចឹងគ្រឿងបង្គំគឺដាក់ក្នុងប៉ាកេសឲ្យអញ្ចឹងនៅពេលដែលបងប្អូនទិញហើយខាងយើងគឺមានផ្ញើជាវីដេអូនៅក្នុងការតម្លើងឲ្យអញ្ចឹងបងប្អូនមើលតែវីដេអូក្នុងការតម្លើងទៅបងប្អូនចេះតម្លើងយ៉ាងងាយស្រួលវីដេអូរបស់ខ្ញុំប្រហែលជា7នាទីខ្ញុំប្រាប់តាំងពីដើមដល់ចប់តម្លើងមិនរៀបមិនអីមិនគឺបងប្អូនមើលតែវីដេអូខ្ញុំគឺបងប្អូនចេះតម្លើងដោយខ្លួនឯងយ៉ាងងាយស្រួលព្រោះបើបងនៅពេញយើងអាចតម្លើងឲ្យគាត់បានតែនៅតាមបណ្ដាខេត្តតម្លើងអញ្ចឹងអត់បានទេព្រោះពេលយើងផ្ញើតាមរយៈបុនທາງឬក៏ឡានតាក់ស៊ីទៅវាងាយបាក់បែកណាអញ្ចឹងយើងដាក់មកប្រអប់ហើយពេលទៅគឺយើងថតយើងមានវីដេអូបាញ់តាម Telegram ឲ្យចាំបងប្អូនមើលវីដេអូទៅគឺបងប្អូនចេះតម្លើងយ៉ាងងាយស្រួលតែម្ដងព្រោះអ្វីដែលខ្ញុំបានរៀបចំមកឲ្យធ្វើយ៉ាងម៉េចផ្ដល់ភាពងាយស្រួលឲ្យអតិថិជនរបស់យើងអញ្ចឹងសម្រាប់បងដែលគាត់មានម៉ាក់ប៉ាចាស់នៅផ្ទះឬក៏បងនៅបន្ទប់ជួលឬក៏នៅបរិយាដែលអាសាដាច់ភ្លើងជាពិសេសជាក្រុងហើយត្រូវការដង្ហារចំហាយទឹកមួយដែលសាកថ្មទៀតបានន័យថានៅពេលដាច់ភ្លើងក៏ប្រើបានដែរហើយប្រើបានយូរម៉ោងទៀតអញ្ចឹងអាចជ្រើសរើសយកដង្ហារចំហាយទឹក model MF 8 ដងជាផលិតផលសម្រាប់ឆ្នាំ2025នេះបានតម្លៃរបស់វាក្នុងមួយឈុតគឺ$130បងទិញនៅក្នុងឱកាសនេះគឺយើងនឹងបន្ថែម free នៅផ្ទាំងសូឡាមួយផ្ទាំងទៀតអូនកាន់ផ្ទាំងសូឡាមកយើងនឹងបន្ថែមផ្ទាំងសូឡាមួយផ្ទាំងទៀតសម្រាប់ឲ្យបងប្អូនយកទៅសាកជាមួយនឹងពលឺព្រះអាទិត្យជាមួយនឹងដង្ហារនឹងតែម្ដងដោយមិនចាំបាច់ទាល់តែពឹងភ្លើងរត់ទេព្រោះការពីចំនួនទី1តើតែមានភ្លើងរត់មិននឹងសាកបានឥឡូវអាចំនួនទី2នេះអាប់ដេតមានតែពលឺព្រះអាទិត្យកន្លែងណាក៏សាកបានដាក់ VCR ក៏សាកបានដែរអញ្ចឹងយើងអត់ចំណាយលុយទៅទិញអាវ៉ាទ័រផងអាគុយផងទេត្រូវទេព្រោះការពីដើមឡើយនៅពេលដែលយើងចង់ប្រើអាគុយតើតែយើងទិញអាវ៉ាទ័រហើយតែអាគុយទៀតអានេះអត់ទេបងប្អូនទេអានេះមួយឈុតណាដូចជាបងប្អូនមានអាគុយមានអាវ៉ាទ័រនៅតាមខ្លួនអញ្ចឹងព្រោះអានេះទៅដល់ណាក៏សាកបានដែរនៅចកានៅវាស្រែនៅណាក៏បានដែរឲ្យតែមានពលឺព្រះអាទិត្យដាក់ចោលទៅវាសាកចូលទាំងហាលនឹងតែម្ដងយប់ឡើងទាញយកមកប្រើមកពេលដាច់ភ្លើងទាញយកមកប្រើមកហើយអ្វីដែលពិសេសវាមិនមែនមានតែមុខងារទាំងហាលទេនៅពេលដែលយើងប្រើអាគុយរបស់វាគឺមុខងារចំហាយទឹករបស់វាក៏ប្រើបានដែរតោះខ្ញុំឲ្យបងប្អូនមើលតិចឥឡូវខ្ញុំបិទទាំងហាលដើម្បីឲ្យបងប្អូនមើលមុខងារចំហាយទឹករបស់វាបន្តិចទៀតឃើញទេហើយអាចំហាយទឹករបស់វានឹងទៀតសោតគឺអត់សើមកៅអៅយើងណាព្រោះបងខ្លះក៏សួរខ្ញុំថាបងចំហាយទឹកអញ្ចឹងមិនសើមកៅអៅយើងឲ្យអត់ទេអត់មានសើមក៏ក្លែកក៏ខ្លាក់ទេគឺចំហាយទឹកហ្នឹងវាធ្វើឲ្យកំសួលខ្យល់របស់យើងកាន់តែត្រជាក់ល្អហ្នឹងគឺជាលក្ខណៈពិសេសរបស់វាគឺនៅកន្លែងហ្នឹងឃើញទេទោះបីជាយើងប្រើអាគុយរបស់វាដែលស្តុកនៅហ្នឹងក៏យើងអាចដំណើរការមុខងារចំហាយទឹករបស់វាបានដែរនេះគឺជាលក្ខណៈពិសេសរបស់វាតែម្ដងដែលយើងសង្កេតឃើញនៅលើទីផ្សាររបស់យើងភាគច្រើននៅពេលដែលយើងប្រើអាដង្ហារដែលមានសាកថ្មហ្នឹងយើងប្រើបានតែមុខងារដង្ហាររបស់វាទេសម្រាប់មុខងារចំហាយទឹកហ្នឹងគឺយើងប្រើបានទេអានេះគឺជាលក្ខណៈពិសេសរបស់វាតែម្ដងវាសាកបានទាំងសូឡាផងហើយវាអាចដំណើរការមុខងារចំហាយទឹកហ្នឹង
ជាមួយនឹងដង្ហាលហ្នឹងក្នុងពេលដំណើរគ្នានៅពេលដែលយើងប្រើមុខនេះអាគុយរបស់វាតែម្ដងនេះគឺជាលក្ខណៈពិសេសរបស់វាឃើញទេអូចុចត្រីទីមកកាច់ឲ្យខូចចឹងសម្រាប់បងដែលគាត់ទិញអានេះគឺវីដេអូក្នុងការតម្លើងខ្ញុំមានដែរអញ្ចឹងបងប្អូនខាងយើង admin របស់យើងគាត់នឹងផ្ញើវីដេអូនៅក្នុងការតម្លើងនៅក្នុង Telegram ឲ្យបងប្អូនមើលតាំងពីដើមដល់ចប់ទៅបងប្អូនចេះតម្លើងដោយខ្លួនឯងតែម្ដងមិនបាច់បារម្ភទេចាំមិនបណ្ដាច់ចឹង